មើលមិនច្បាស់ឡើងស្រវាំងទៅលែងស្គាល់ពណ៌លែងឃើញពន្លឺជួនកាលបែរជាមើលឃើញរូបទ្វេរូបព្រិលនៅទីបំផុតក៏អាចងងឹតឈឹងតែម្ដងបើគ្មានការព្យាបាលជាទូទៅបាយភ្នែកគឺជាជំងឺមនុស្សចាស់ហើយអាការៈសញ្ញាក៏មានច្រើនដែរយើងស្ដាប់ប្រសាសន៍របស់លោកវិជ្ជបណ្ឌិតងីម៉េងជម្រាបសួរលោកវិជ្ជបណ្ឌិតចា៎បាទតើមានជំងឺអ្វីខ្លះដែលតាក់ទងនឹងភ្នែកមានកើតញឹកញាប់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាជំងឺដែលយើងជួបប្រទះច្រើនជាងគេយើងបានធ្វើការអង្កេតស្មារតីតាមប្រទេសហ្នឹងនៅឆ្នាំ2007ចុងឆ្នាំ2007ហ្នឹងយើងសង្កេតឃើញថាអត្រាប្រតិកម្មភ្នែកនៅស្រុកខ្មែរហ្នឹងវាមានថាជា 0.38% ទេប្រធៀបជាមួយឆ្នាំ1995ដែលមានរហូតដល់ 1.2% បានន័យថាអត្រាប្រតិកម្មនេះវាថយចុះប៉ុន្តែជំងឺនៅជំងឺដែលក៏មានភាពការភ្នែកនេះគឺភាគច្រើនជាងគេគឺមានរហូតដល់ 70% ហ្នឹងគឺមកឡើងដោយសារភ្នែកយ៉ាងបាយហើយជំងឺទី2ហ្នឹងគេហៅថាជំងឺកំហុសកំណងរូបភាពមកន័យថាអ្នកជំងឺហ្នឹងត្រូវការវ៉ែនតាដើម្បីកែតម្រូវទៅនេះឲ្យភ្នែកហ្នឹងវាឃើញកាន់តែច្បាស់ទី3គឺមានជំងឺគេហៅជំងឺទឹកដក់ដែលគេហៅថាក្លូកូមតារាងគេហៅក្លូកូមហ្នឹងវាមានជំងឺទី3ហើយបន្ទាប់មកជំងឺមួយចំនួនទៀតទាក់ទងជាមួយនឹងបញ្ហាបាត់នៅខាងក្រោយជំងឺទឹកនោមផ្អែមជំងឺគេហៅជំងឺមេចាស់ហើយដាច់ទឹកម៉ាកាឡាជាជំងឺហ្នឹងតែជាមូលហេតុដែរនេះគឺបន្ទាប់ពីជំងឺទាំង4មុខហ្នឹងអ្វីទៅដែលហៅថាជំងឺភ្នែកឡើងបាយនោះចា៎ហើយចំពោះជំងឺឡើងបាយគឺមានថានិយមនៃបច្ចុប្បន្នគឺមកន័យថាកែវភ្នែករបស់យើងហ្នឹងកែវភ្នែកធម្មជាតិរបស់យើងហ្នឹងវាឡើងស្អាប់បានន័យថាឡើងស្អាប់នឹងហើយគេហៅថាជំងឺភ្នែកឡើងបាយគឺកែវភ្នែករបស់យើងហ្នឹងគឺឡើងស្អាប់ចាពីថ្ងៃវាធ្វើឲ្យអ្នកជំងឺហ្នឹងគឺល្ងឹតបន្តិចម្ដងរហូតដល់មិនអាចនៅទៅបានបណ្ដាលមកពីហេតុអ្វីបានជាភ្នែកយើងនៅសុកបែរជាត្រូវឡើងបាយទៅវិញយ៉ាងដូចនេះឬក៏នេះជាករណីធម្មតាសម្រាប់មនុស្សចាស់នៅពេលដល់វ័យមួយចំពោះមូលហេតុរបស់វាមានច្រើនប្រភេទទីមួយគឺដោយសារមូលហេតុគេថាភាពចាស់ជរាគេថាជំងឺឡើងបាយគេថាតាមបារាំងគេហៅថាកត្រៈពីនេះជាកត្រៈពីនេះពីអានេះដោយសារភាពចាស់ជរានៅពេលដែលយើងអាយុច្រើនទៅมันថាកែវភ្នែករបស់យើងហ្នឹងគឺវាឡើងស្អាតទឹកម្ដងគឺនេះដែលធ្វើឲ្យអ្នកមានភ្នែកឡើងបាយទីពីរដែរគឺវាតកតងជាមួយនឹងការបាតុកិច្ចគេហៅថាត្រូម៉ានោះក៏អាចធ្វើឲ្យអ្នកគឺប៉ះពាល់ដែរអាចធ្វើឲ្យអ្នកឡើងបាយដែរមានការបាតុកិច្ចគ្រោះថ្នាក់ឬអីទៅតែធ្វើឲ្យអ្នកឡើងបាយដែរទី3គឺមានការប្រើប្រាស់ដូចជាថ្នាំមួយចំនួនគឺការប្រើប្រាស់ថ្នាំមួយចំនួនឬក៏គាត់អ្នកជំងឺហ្នឹងមានជំងឺឈឺតែជំងឺអ្វីផ្សេងទៀតតាមដៃហ្នឹងក៏អាចធ្វើឲ្យទៅដល់មកដែរដូចជាមានការទៅវាទៅស្រីភ្នែកឬក៏អ្នកជំងឺប្រើប្រាស់ថ្នាំមួយចំនួនដូចជាថ្នាំពពួកគេហៅពួកកុកទីកអ៊ីតពីរយហ្នឹងគេហៅពីរយប្រើច្រើនហ្នឹងក៏អាចធ្វើឲ្យភ្នែកឡើងបាយដែរហើយចំពោះមួយទៀតគឺវាមិនចាំថាមានជំងឺចំនួននេះគឺភ្នែកឡើងបាយនេះគឺចំណាយនៅលើកូនក្មេងយើងឃើញមានដែរគឺមិនថាពីចំណាយបំណងពីចំណាយហ្នឹងគឺពេលលេងកើតមកគឺភ្នែកហ្នឹងឡើងបាយតែម្ដងជាចឹងគឺគេថាបំណងពូជក៏អាចទីពីរគឺនៅពេលដែលម្ដាយមានផ្ទៃពោះហ្នឹងក៏អាចមានគេថាមានជំងឺមួយចំនួនទៀតកំពុងនៅពេលគាត់មានផ្ទៃពោះដូចជាមានជំងឺស្អូចឬអ្វីហ្នឹងគឺអាចធ្វើឲ្យកូនហ្នឹងអាចមានភ្នែកតកតងជាមួយនឹងការរីករាលដាលរបស់ក្មេងនេះតែធ្វើភ្នែកឡើងបាយដែរណាភ្នែកឡើងបាយគឺជាជំងឺរបស់មនុស្សចាស់តើគេហៅថាចាស់នោះគឺចាប់ពីអាយុប្រហែលដែរទៅចាស់លោកវិជ្ជបណ្ឌិតធម្មតាគឺនៅស្រុកខ្មែរវាទៅតាមប្រទេសមួយផ្សេងគ្នាតែស្រុកខ្មែរយើងចាប់ផ្ដើមធ្វើការទៅលើមនុស្សចាស់តែនៅការចាប់ពីអាយុ
50 ឆ្នាំឡើងទៅពីគាត់នៅស្រុកយើងយើងឃើញអ្នកជំងឺចាប់ពី50 ឆ្នាំឡើងទៅមកនេះតែអ្នកក្រម50ក៏អាចកើតពងក្មេងកើតនោះក៏អាចកើតប៉ុន្តែភាគច្រើនចាស់ហ្នឹងគឺមកនេះថាចាប់ពីអាយុ50 ឆ្នាំឡើងទៅគេឃើញមានច្រើនយើងបានធ្វើអង្កេតមួយដែរនៅយើងគិតទៅលើមនុស្សចាស់វិញពីអាយុ50 ឆ្នាំឡើងទៅហ្នឹងគឺយើងមានអត្រាហ្នឹងខ្ពស់រហូតដល់ 4% ផ្នែកឡើងបាយនេះមានផ្ដល់រោគសញ្ញាអ្វីសម្រាប់មកបញ្ញាអារម្មណ៍យើងឲ្យដឹងជាមុនដែរឬទេទីមួយដោយខ្ញុំបាននិយាយថាអញ្ចឹងគឺយើងនៅផងទៀតបាននិយាយថាកែផ្នែករបស់យើងនេះឡើងស្អាតជាងនៅពេលដែលកែផ្នែកឡើងស្អាតនោះតាមដែលយើងមានរោគសញ្ញាអ្វីខ្លះគឺទីមួយគឺគាត់អត់មានឈឺចាប់អីទេប៉ុន្តែធ្វើឲ្យភ្នែកគាត់ហ្នឹងគឺចាប់តាមស្រវាំងតិចម្ដងតែថាមើលទៅគាត់ចាប់តាមស្រវាំងដូចយើងថាចុះអាប់ហ្នឹងគឺស្រវាំងតិចម្ដងរហូតដល់គាត់មើលlênឃើញម្ដងនៅពេលនេះហើយតែកំហុសរបស់គាត់ហ្នឹងគឺថយចំទៅញ៉ាំលេងដល់ហើយមួយទៀតបើសិនជាពិនិត្យបើសិនជាអ្នកជំងឺនឹងឡើងបាយមិនថាឡើងបាយរហូតដល់តែការខ្មែរយើងហៅថាពុំគឺមកនេះថាពេលនេះយើងមើលទៅលើប្រស័យភ្នែករបស់គាត់ហ្នឹងកន្លែងកូនក្រមុំហ្នឹងឃើញសអានេះបានន័យថាគាត់មើលlênឃើញមែនទេណាគឺมันហ្នឹងគឺជារោគសញ្ញាសំខាន់ដែលយើងមិនស្គាល់ណាលោកវិជ្ជតែខ្ញុំសូមកាត់ប្រសាសន៍បន្តិចថាតើមានទេពាក្យថាជ្រុលពេលមិនអាចជួយបានមិនអាចជួយស្រោចស្រង់នៅពេលដែលមានជំងឺភ្នែកឡើងបាយនេះចាបាទចំពោះភ្នែកឡើងបាយគឺនិយាយទៅគឺពាក្យយើងថាភ្នែកឡើងបាយប្រមាណហ្នឹងគឺវាសឹងតែ 100% នៅពេលដែលយើងព្យាបាលដោយធ្វើការបកដែលខ្មែរយើងហៅថាបកឬក៏វះកាត់ភ្នែកឡើងបាយនេះចេញមកគឺពាក្យច្រើនគឺនឹងធ្វើឲ្យលើឃើញជំងឺនេះលើឃើញឡើងវិញលើឃើញឡើងវិញប៉ុន្តែបើសិនជាគាត់ទុកមិនធ្វើការវះកាត់ទេធ្វើឲ្យគេថាបាយនេះចេះតែទុំខ្លាំងពេកទៅនោះវាអាចទៅជាជំងឺមួយជំងឺច្របាក់ដោយសារវាទុំពេកទៅវាបាយទៅជាអាលៀកដល់ពេលនោះហើយដល់ធ្វើឲ្យផ្ទៃគាត់ហ្នឹងទៅជាឈឺពីតែគឺជាផលលំបាកមួយហើយនៅពេលដែលយើងធ្វើការវះកាត់នឹងធ្វើឲ្យកំភ្លើងរបស់គាត់ហ្នឹងមិនបានល្អទេនេះគឺជាផលលំបាកអញ្ចឹងតើមានមធ្យោបាយនិងវិធីការពារកុំឲ្យកើតជំងឺភ្នែកឡើងបាយនេះដែរឬទេចំពោះវិធីការពារគឺទីមួយអ្វីដែលសំខាន់សុទ្ធគឺទៅតាមមូលហេតុរបស់វាដូចជាបើសិនជាមនុស្សចាស់អញ្ចឹងគឺមកន័យថាគឺការកាត់ផ្តាក់ការពលីនៃចាស់នេះគឺនេះគេត្រូវពាក់វ៉ាន់តាដូចយើងចំណាំថាដើម្បីការពារពលីពួកអ៊ុលត្រាវ៉ៃអូឡេតហ្នឹងគឺដើម្បីការពារពលីនេះទៅតាមយើងដូចក្មេងអញ្ចឹងយើងពាក់ការពារដើម្បីយើងកាត់បន្ថយទៅពួកអ៊ុលត្រាវ៉ៃអូឡេតហ្នឹងដែលធ្វើឲ្យភ្នែកយើងនេះស្វាងប្រហែលជាយើងឡើងបានតិចម្ដងទីពីរគឺដោយសារការបន្តិចយើងត្រូវតែចាំបាច់ពាក់វ៉ាន់តាឬពាក់មួកការពារនៅពេលដែលយើងធ្វើការងារមានគ្រោះថ្នាក់ឬក៏បើកបរម៉ូតូឬវិញយើងចាំបាច់ត្រូវពាក់ការពារដើម្បីប៉ះពាល់ពីការប៉ះទង្គិចទៅលើភ្នែកទី3គឺមកន័យថាបើសិនជានៅលើកូនក្មេងយើងត្រូវបដានៅពេលមានគ្រូជួនហ្នឹងទៅមានជំងឺផ្សេងទៀតដូចជាជំងឺស្អុយហ្នឹងគឺចាំបាច់ទៅតែឆាប់ព្យាបាលឬក៏មានជំងឺពីដំណក់ពូជអញ្ចឹងយើងអាចដឹងមុនបានយើងអាចធ្វើការពារបានហើយមួយទៀតគឺយើងជៀសវាងការប្រើប្រាស់ថ្នាំមួយចំនួនដែលអាចធ្វើឲ្យប៉ះពាល់ដល់ពេលឡើងបាយដែរតែប្រើដោយប្រយ័ត្នប្រយែងដូចជាថ្នាំពពុះពួកកូវីដគឺក៏យើងហៅថាស្តេរ៉ុយហ្នឹងគឺយើងប្រើប្រាស់ដោយប្រយ័ត្នទាំងថ្នាំលាបទាំងថ្នាំបតក់ហ្នឹងអាចធ្វើឲ្យយើងឡើងបាយដែរអរគុណលោកវិជ្ជបណ្ឌិតសូមបញ្ជាក់ថាលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតញីម៉េងគឺជាប្រធានកម្មវិធីជាតិសុខភាពភ្នែកនិងជាប្រធានមន្ទីរពេទ្យភ្នែកមិត្តភាពកម្ពុជាសូវៀត